Hello សួស្តីអ្នកនរគ្នាជួបជាមួយខ្ញុំទៀតហើយ T3 អូខេថ្ងៃនេះមានមេរៀនថ្មីគឺ free ទៀតហើយអត់មានមេរៀនណាគិតលុយទេគឺខ្ញុំព្រៀន free ហើយខ្ញុំក៏មិនអ្នកខ្លាំងអីដែរតែគាត់ថាខ្ញុំអាចចែករំលែកនៅមេរៀនដែលខ្ញុំបានរៀនដែលខ្ញុំបានស្គាល់ហើយវាប្រើទៅវា work អូខេអញ្ចឹងយើងមកមើលមេរៀនយើងទាំងអស់គ្នាមេរៀនថ្មីគឺមេរៀន daily swing point អូខេមេរៀន daily swing point នេះគឺអាចឲ្យយើងដឹងអំពីអីគេឲ្យយើងដឹងនៅអំពីលំហូរទីផ្សារនៅក្នុង time frame ធំ daily time frame អញ្ចឹងខ្ញុំ recommend អ្នកដែលគាត់ចូលចិត្ត trade បែប swing ហើយ intraday trade មួយថ្ងៃបើសិនជាអ្នក scalping គឺអត់ត្រូវទេណាអត់ត្រូវទេអញ្ចឹងមេរៀននេះគឺអាចឲ្យយើងយល់ស្វែងយល់អំពី swing point ធំការដើររបស់ទៀនធំអូខេយើងមិនវែងឆ្ងាយទៀតយើងចូលមកមើលរូបទី1គឺ C2 reversal អញ្ចឹង C2 reversal ហ្នឹងគឺជាអីគេអូខេ C2 reversal ហ្នឹងគឺជាការ reversal នៅថ្ងៃទី2ឬចុះថ្ងៃបន្ទាប់អញ្ចឹងលេខ1នេះគឺទៀនថ្ងៃទី1គឺអាចជាថ្ងៃច័ន្ទថ្ងៃអង្គារថ្ងៃពុធអីចឹងទៅប៉ុន្តែកាលណាដែលផ្សារវាចង់ផ្លាស់ប្ដូរលំហូរអញ្ចឹងថ្ងៃបន្ទាប់ដែលខ្ញុំដាក់ទៀនទី2នេះគេហៅថា C2 នេះអញ្ចឹងវានឹងបង្កើតជាគេវានឹងបង្កើតជាទៀន reversal កាលណាដែលវាបង្កើតជាទៀន reversal អញ្ចឹងយើងអាច expect ថាផ្សារវាបានផ្លាស់ប្ដូរលំហូរឡើងទៅលើវិញហើយដោយសារអីវាអត់បាន break ទេវាគ្រាន់តែ sweep ហើយវា reversal ចេញជាទៀន reversal វាបិទនៅក្នុង range ម្សិលមិញអូខេអញ្ចឹងហេតុផលដែលវា reversal ហ្នឹងគឺមានដោយសារតែវាប៉ះ higher time frame key level array វាមាន order block វាមានCISD វាមាន FVG វាមានអីចឹងទៅណា array ដែលយើងធ្លាប់រៀន premium discount អញ្ចឹងទៅអញ្ចឹងគឺគេ expect គេអាចដឹងថាអូខេ daily វាបានវាកំពុងតែចង់ផ្លាស់ប្ដូរលំហូរហើយអញ្ចឹងអ្នក trade គឺគេអាចរកឱកាសនៅក្នុងថ្ងៃបន្ទាប់គឺរកឱកាសក្នុងការ buy ណាក្នុងការ buy ហើយការ buy នោះគឺត្រូវការ confirm ដូចគ្នាបើយើងអត់ confirm ទេក៏យើងអត់ចូលដែរអូខេអញ្ចឹងយើងមកមើលរូបទី2រូបទី2គឺអត់មានអីខុសគ្នាទេគឺ C3 continuation C3 ហ្នឹងគឺជា candle ទី3វាធ្វើការ continuation អញ្ចឹងកាលណាទៀនទី1វា bearish ហើយទៀនទី2វា reversal ឡើងទៅលើវិញអញ្ចឹងមានន័យថាអ្នកបាយចាប់ផ្ដើមចូលអ្នកដែលចាំទិញចាប់ផ្ដើមចូលអញ្ចឹងថ្ងៃទី3គឺជាថ្ងៃដែល continuation អញ្ចឹងថ្ងៃទី3ហ្នឹងគេអាចរក entry នៅកន្លែងណាអូខេគេរក entry នៅ higher time frame ឬក៏ key level របស់ទៀនទី2 key level របស់ទៀនទី2នៅក្នុងទៀនទី2វាមានអីគេខ្លះអញ្ចឹងកាលណាវា reversal វាអាចបន្សល់ទុកនៅគេវាអាចបន្សល់ទុកនៅ CISD breaker block FVG inversion អី OTE អីចឹងទៅណាគឺយើង buy នៅតំបន់ discount array អត់យើង buy នៅ discount យើងលក់នៅ premium អូខេប៉ុន្តែអានេះគឺជា scenario bullish ណា bullish ចឹងយើងរកក្នុងការ buy ជាយើងមើលរូបទី3រូបទី3គឺជាអីគេរូបទី3គឺគេអាចដឹងថាកាលណាបើទៀនទី3វា continue អញ្ចឹងច្បាស់ណាស់ទៀនទី4នឹង continue តាម continuation តាមអញ្ចឹងត្រឡប់ចុះឡើងគឺវាដូចតែគ្នាវាអត់មានអីខុសគ្នាទេគឺយើងប្រើ array ដូចគ្នាអញ្ចឹងយើងអាចប្រើ buy នៅតំបន់នេះគេ discount ឬក៏ 50% អីចឹងទៅអញ្ចឹងនៅក្នុងហ្នឹងវាអាចទៀនទី3វាអាចមានarray ដូចគ្នាវាមាន AVG វាមាន inversion វាមាន order block វាមាន breaker block វាមានbalance fry rank អីចឹងទៅអូខេអាហ្នឹងគឺយើង
គឺយើងអាចដឹងលំហូរទីផ្សារហើយគឺយើងអាចរកឱកាសក្នុងការ entry ឡើងអញ្ចឹងទីថ្ងៃទី4ឧទាហរណ៍ថ្ងៃទី4នេះគឺវា open low ហើយវា reversal ឡើងទៅបង្កើតជាទៀននេះគេ expansion ដែលយើងបានរៀននៅមេរៀនទី1ទី2ទី3ហ្នឹងគឺមានហើយគឺខ្ញុំបរៀនហើយអូខេអញ្ចឹងយើងមកមើលរូបទី4រូបទី4គឺ C3 reversal C3 reversal ហ្នឹងគឺមានន័យថាទៀនទី3 reversal មិនក៏ទៀនទី3 reversal អូខេដោយសារឯទៀនទី3បាន break ទៀនទី2ដោយសារយើងមើលអារូបនេះវាខុសគ្នារូបទី1រូបទី1រូបទី1វា reversal ទៀនទី2 candle ទី2 C2 ដល់ពេលរូបទី4នេះគឺវា reversal ទៀនទីម៉ានវា reversal ទៀនទី3ការ reversal របស់វាគឺជាការ breaker ណាការ breaker ឬក៏ break ទៀនមួយហ្នឹងអញ្ចឹងនៅក្នុង higher time frame daily កាលណាបើសិនជាទៀននេះវាធ្វើការ break ទៀនទី2ឡើងទៅលើអញ្ចឹងមានន័យថាទៀនទី4ថ្ងៃទី4គឺជា continuation របស់ scenario មួយហ្នឹងអញ្ចឹងអាហ្នឹងវាអាចឲ្យយើងដឹងថាវាអាចឲ្យយើងដឹងអំពី scenario របស់ផ្សារតែភាគច្រើនល្អបំផុតគឺនេះពណ៌នៅលើនេះពណ៌អាក្រមនេះវាពេលខ្លះវាអត់តាមអ្វីដែលយើងចង់បានទេណាវាតាមអ្វីដែលយើងចង់បានទេបើអាក្រមនេះគេ trade នៅទៀនទីម៉ានC3 reversal C4 continuation នេះគេ trade នៅពេលដែលវា break ទៀនទី2អាហ្នឹងมันគេ trade ណាពួកអីអានេះវានៅតែ break ទៀនទី1អញ្ចឹងកាលណាបើវា break ទៀនទី3 break ទៀនទី2អាហ្នឹងมันគេ trade នៅក្នុងទៀនទី4ណាក្នុងទៀនទី4អញ្ចឹងទៀនទី4វា open មកវាមានlow high close របស់វាអញ្ចឹងទៅអញ្ចឹងវាប្រើ array របស់ទីម៉ានវាប្រើ array របស់ទៀនទី3ណាវាប្រើ array របស់ទៀនទី3អូខេអញ្ចឹងមេរៀនយើងដូចជាអត់មានអីច្រើនទេគឺមានប៉ុណ្ណឹងអញ្ចឹងយើងសាកទៅមើល analyze ជាក់ស្ដែងថាវាដូចអ្វីដែលយើងនិយាយអត់ហើយយើងដើររកទាំងអស់គ្នាអូខេអញ្ចឹងការ analyze គឺយើងមើលនៅក្នុង daily time frame អ្នកគ្នា sorry យើងមើលនៅក្នុង daily time frame មកយើងមើលនៅក្នុង daily time frame សុំ remove នេះចោលអស់សិនអូខេឥឡូវយើងមករយើងមករអូខេយើងមកមើលយើងមើលឃើញអាកន្លែងនេះមួយអានេះថ្ងៃច័ន្ទអានេះយើងមើលអានេះ reversal ថ្ងៃណាយើងមើល reversal ថ្ងៃណាអូខេអានេះតម្រងទីម៉ានទី5តម្រងទី5អញ្ចឹងវា break កន្លែងណានេះប៉ុន្តែបើយល់ល្អយើងមិនយកនេះទេដោយសារនេះវាអត់មាន volume អញ្ចឹងយកទៀនខ្មៅនេះឃើញទេទៀនហ្នឹងវា reversal អញ្ចឹងទៀនទី3វាធ្វើការ continue ដល់ពេល continue ទី4នេះក៏ continue តែនេះមើលទៅវាអត់ស្អាតអញ្ចឹងយើងមើលនេះវិញឥឡូវយើងមកមើលអូខេខ្ញុំមករកមើលឲ្យទៀតខ្ញុំមើលវាមានមកវាមានទាំងអស់របស់វាអូខេនេះដូចកន្លែងនេះវាធ្វើការគេវា sweep ថ្ងៃអីវា sweep ថ្ងៃពហុដល់ពេល sweep ថ្ងៃពហុ candle to sweep ថ្ងៃពហុនេះឃើញទេ candle ទី3វាចុះឃើញអត់ candle ទី4ចុះដូចគ្នាឃើញទេ candle ទី4ចុះដូចគ្នាអានេះគឺយើងអាចមើលអញ្ចឹងឥឡូវយើងមកមើលទៀតអូខេឥឡូវយើងមកមើលទៀតដូចកន្លែងនេះអ្នកនរឃើញទេ candle ទីម៉ាននេះ candle ទី1 candle ទី2 sweep candle ទី3ពង
ណា candle ទី3ពងចុះមកហេចុះមកហើយដល់ពេលអាទី4ក៏វាអត់មានកម្លាំងក្នុងការអីគេអាទី4ក៏អត់មានកម្លាំងក្នុងការឡើងដែរណាឃើញទេអានឹងចឹងហើយយើងមកមើលទៀតយើងមើលកន្លែងនេះអូខេកន្លែងនេះវាអាច SMT កន្លែងនេះវាអាច SMT អាហ្នឹងយើងប្រើ SMT បានដូចគ្នាអញ្ចឹងយើងមើលដល់ពេលវា SMT ឃើញទេ candle 1 candle 2 candle 3 candle 3 candle 3 continuation candle 4ក៏ continuation នេះឃើញទេដោយសារអី reversal candle 3 continuation ទី4 continuation ដូចគ្នាចឹងយើងមើលទៀតអូខេយើងមើលកន្លែងនេះក៏ដូចគ្នាដែរណាក៏ដូចគ្នាឃើញ sweep candle 2 sweep candle 1 candle 3 continuation ចឹងយើងមើលឃើញទេយើងអាចរកមើលអាហ្នឹងឲ្យច្រើនអាចរកមើលអាហ្នឹងឲ្យច្រើនណាព្រោះមេរៀនយើងទៅមុខទៀតយើងភ្ជាប់មួយគ្នាទៀតណាហើយចុះអានេះមិនក៏វាទៅដោយសារវាប៉ះ key breaker ណាប៉ះ breaker ហេអានេះគឺជា breaker ឃើញអត់វាប៉ះ breaker វាមានអីទៀតកន្លែងនេះអីគេ AVG អញ្ចឹងទៅមាន AVG អញ្ចឹងទៅ AVG Bordelli ឃើញសឹក key អញ្ចឹងយើងមកមើលទៀតណាយើងមកមើលទៀតដូចកន្លែងនេះដូចរូបទី4អានេះរូបទី4នេះរូបទី4អត់ sweep វាអត់ sweep វា stir ណាវា stir ហ៎វាអត់ sweep ទេវា stir ឃើញអត់វាអត់ sweep ទេវា stir ប៉ុន្តែវា break candle ទីម៉ានឃើញអត់វា break candle ទី3វា break candle ទី3 expect ឡើងទៅលើទៀតឃើញអត់អានេះក៏ចឹងដែរអានេះវាតម្រង់ស្អាតហ្មងអានេះតម្រង់ស្អាត candle ទី1 candle ទី2 break candle ទី3 continuation ឃើញទេ candle ទី3 continue សុំទោស candle ទី3 reversal candle ទី4 candle ទី3 reversal candle ទី4 continuation ឃើញទេចឹងអានេះថ្ងៃណាថ្ងៃពុធថ្ងៃពហុហើយថ្ងៃសុក្រអញ្ចឹងថ្ងៃច័ន្ទ continue ទៅទៀតណា continue ទៅទៀតដូចអានេះអីគឺគេប្រើ key ឃើញ key level មុនវាឡើងវាសិតតែមាន key របស់វាណាវាសិតតែមាន key របស់វាមិនមែនចេះតែឡើងទេដូចកន្លែងនេះអីក៏វាប្រើ key របស់វាដែរណា key របស់វាដែរប្រើ key មួយនេះណា breaker អីចឹងទៅឃើញយើងមើលទៀតឧទាហរណ៍ឲ្យច្រើនដើម្បីយើងងាយយល់នៅកន្លែងនេះប៉ះ key អូខេ reversal ទៀនទី2ទៀនទី3 continue ទៀនទី4ក៏ continuation ដូចគ្នាណា continuation ដូចគ្នាអញ្ចឹងយើងរកមើលទៀតអូខេមេរៀនបន្ទាប់នេះខ្ញុំនឹងសម្រាយបំបែក time frame ដើម្បីឲ្យអ្នកនរគ្នាយល់ដើម្បីឲ្យអ្នកនរគ្នាមើលយល់អូខេអានេះរូបភាពទី4របស់យើង C1 break ចុះវាអត់ reversal ប៉ុន្តែ C2 C3 អ្នក break C2 អូខេកាលណាដែល C3 break C2 សិតតាមាន key level របស់វានេះគឺ key level change state នៅក្នុង higher time frame អានេះ change state នៅក្នុង higher time frame C1 នេះដាក់អានេះ1ហើយខ្ញុំដាក់គូឲ្យមើល1 2 3 4ហ៎អញ្ចឹងទៀនទី1អានេះទៀនទី1ទៀនទី1ទៀនទី2ដល់ពេលទៀនទី3 sweep ហើយ break ទៀត break ឡើងទៅលើអញ្ចឹងទៀនទី4នឹងមកយក array នៅខាងក្រោមវាមានអីគេខ្លះ OTE វាមានអីចឹងទៅជួនខ្លះវាយកទៅត្រឹម 50% អញ្ចឹងទៅវាឡើងទៅលើអញ្ចឹងអ្នកនរគ្នាអាច confirm នៅក្នុងថ្ងៃបន្ទាប់ confirm ក្នុងមួយថ្ងៃហ្នឹងអញ្ចឹងទៀនមួយថ្ងៃវាស្មើទៀន1ម៉ោងច្រើនណាអញ្ចឹងយើងស្មើទៀន1ម៉ោងទៀន5នាទីទៀន15នាទីច្រើនអញ្ចឹងយើងអាចរក confirm មកវាដល់0 OTE intraday របស់យើងបើវាដល់0 OTE យើងនេះវាមកយើង
ដល់ Sunare discount មកយើងអាចរកឱកាស confirm បាយឡើងទៅក្នុងមួយថ្ងៃហ្នឹងយើងអាចបានប៉ុន្មានលេខអីយើងបិទទៅក្នុងមួយថ្ងៃហ្នឹងចាំស្អែកយើងរកឱកាសចូលទៀតទៅអញ្ចឹងមេរៀនយើងគឺ analyze គឺមានតែប៉ុណ្្នឹងទេហើយជួបគ្នានៅមេរៀនបន្ទាប់ទៀតនៅ episode បន្ទាប់ហើយសង្ឃឹមថាអ្នកនរគ្នានឹងយល់បើសិនជាអ្នកនរគ្នាចង់សួរអីអាចសួរនៅក្នុង comment បានឬក៏ក្នុង YouTube TikTok អីអាចឆាតមកបានណាអាចក្នុង TikTok អាចឆាតមកបានអញ្ចឹងក្នុង YouTube យើងអាច comment អីបានអូខេខ្ញុំនឹងប្រាប់ឆ្ងល់កន្លែងណាខ្ញុំនឹងប្រាប់អាច comment មកអត់ចិត្តអាក្រក់ទេព្រោះខ្ញុំ free ទេណា free ទេខ្ញុំអត់មានគិតលុយទេអរគុណជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ